ធ្វើបន់7ថ្ងៃនៅលើទឹកដីយើងនេះមាន3ជំនឿដើមគេជឿថាអ្នកស្លាប់ទៅ7ថ្ងៃបានដឹងខ្លួនគេក៏ដាក់សំណែនសែនព្រេននៅថ្ងៃទី7នោះគេហៅខ្មោចដឹងខ្លួនដោយកូនខ្លះដើរចោលផ្ទះមិនដែលជួយធ្វើការម៉ែឪថ្ងៃនេះមកជួយធ្វើការម៉ែឪមានធម៌ល្អគេបង្អាប់ថាអានេះទៅភ្ញាក់ខ្លួនមើលតែខ្មោច7ថ្ងៃតែមិនដឹងខ្លួនមើលខ្មោច7ថ្ងៃមកពីមានជំនឿថាអ្នកស្លាប់ទៅ7ថ្ងៃដឹងខ្លួនជាជំនឿដើមដែលគេហៅថាសាសនាអូស្ត្រូអាស៊ីឬអ្នកខ្លះហៅថាសាសនាជីវចលដែលវាមានលើទឹកដីយើងនេះមុនពុទ្ធសាសនានិងព្រហ្មញ្ញសាសនាមកទៀតដល់សម័យក្រោយមកទៀតព្រហ្មញ្ញសាសនាផ្សាយចូលមកគេនិយាយពីលទ្ធិពលឹងកពីសាសនាព្រហ្មញ្ញមានសាមវេទយុជ្ជរវេទអថរវវេទគម្ពីរឧបនិស្ស័តមានលទ្ធិតបយោគៈហើយក៏មានលទ្ធិពលឹងសពថ្ងៃនៅស្រុកខ្មែរនៅមានសត្រាតម្រាហៅពលឹងនៅមានគេជឿថាមនុស្សម្នាក់នឹងមានពលឹង9ដណ្ដប់ហើយពលឹង9ដណ្ដប់នឹងតែចិត្តស្លាប់ទៅពលឹងនឹងឯងទៅបដើហើយអ្នកខ្លះឈឺធ្ងន់អីភ័យឡើងលួសពលឹងអីហ្នឹងឈឺអត់ជាអាចារ្យពីសម័យនោះគេធ្វើពិធីតងពលឹងហៅពលឹងមកវិញសូត្រឡើងព្រឺក្បាលកាន់ពៅខ្មៅកាន់ឈ្នៀងជាត់ពលឹងហៅវើយមកផ្ទះយើងវិញថែអាសាកូនចៅថែអាសាម៉ែឪណាណៃអីចឹងណាគេថាមនុស្សដែលភ័យលួសពលឹងឬក៏អ្នកខ្លះរត់ភ័យថាអញពលឹងចង់សក់មានន័យថាពលឹងចេញដល់ចង់សក់ហើយមិនតិចទៀតរបូតបាត់ហើយដល់ពលឹងខ្លះជ្រុះទៅក៏ថាភ័យលួសពលឹងអស់ហើយអញ្ចឹងទៅកើតជំងឺជ្រុះសក់ទៅគេថាជំងឺភ័យលួសពលឹងគេហៅពលឹងមកចូលវិញដល់ពេលមនុស្សចិត្តស្លាប់អាពលឹងតូចវាទៅមុនបដើមនុស្សនឹងចេះតែភាំងលិចភាំងកើតបាត់ពលឹងខ្លះហើយដល់ថ្ងៃស្លាប់ពលឹងធំចេញគេថានៅសល់ពលឹងរាយរងពលឹងទាំង9ដណ្ដប់ហ្នឹងវាចេញមិនតាន់អស់នៅរាយរងដល់ពលឹងទៅបង្ហើយថ្ងៃទី7អញ្ចឹងអ្នកកាន់សាសនាព្រហ្មនៅស្រុកខ្មែរកាន់សាសនាព្រាហ្មណ៍ហ្នឹងដល់ថ្ងៃទី7គេធ្វើពិធីបុណ្យមួយគេហៅសែនជូនដំណើរពលឹងមិនសំដែងឲ្យជឿទេគ្រាន់តែឲ្យនិទានស្ដាប់អំពីប្រពៃណីដែលមានលើទឹកដីយើងបន្ទាប់មកទៀតពុទ្ធសាសនាផ្សាយចូលមកទៀតយើងអត់សំដែងពីពលឹងតូចពលឹងធំទេនិយាយពីសត្វបដិសន្ធិរបស់មនុស្សហើយនឹងការចុតិរៀបស្លាប់ទៅអារម្មណ៍ជាប់ជំពាក់អីទៅនងណាណាធ្វើបុណ្យច្រើនទៅកើតកលែងបុណ្យណាធ្វើបាបច្រើនទៅកើតកលែងបាបណាអារម្មណ៍ជាប់ជំពាក់ច្រើនអារម្មណ៍វិទាញអ្នកខ្លះរៀបស្លាប់ទៅស្ដាយម្ទេសស្ដាយជីស្ដាយស្លឹកគ្រៃនឹងអារម្មណ៍នៅទាំងជីនៅទាំងស្លឹកគ្រៃនឹងស្លាប់ព្រោះទៅតកៅនឹងក្នុងមួយរយៈសិនអញ្ចឹងទៅណាអ្នកខ្លះអាឡោះអាឡៃផ្ទះសំបែងកលែងឋានទៅណាមរួចក៏មកកើតជាកលាតជីងចក់នៅផ្ទះនឹងមួយរយៈអ្នកខ្លះក៏កើតជាអមនុស្សដែលយើងហៅថាកំណើតបដោះអាសន្នជាសម្ភវេសីស័កនៅក្បែរយើងនឹងដោយសាររៀបស្លាប់ទៅអាឡោះអាឡៃជាប់ជាពាក់ជាមួយបងប្អូនកូនចៅទ្រព្យសម្បត្តិផ្ទះសម្បែងមនុស្សនេះអត់តន់ទៅណាស្លាប់ទៅកើតបដោះអាសន្ន7ថ្ងៃនៅក្បែរនឹងបានជាគេធ្វើបុណ្យឲ្យតន់ថ្ងៃទី7នោះគេហៅថាបុណ្យ7ថ្ងៃដើម្បីឲ្យមនុស្សនឹងតកំណើតទៅមុខទៀតទៅទទួលយកបុណ្យនឹងទៅតែម្ដងដោយសារយើងក៏ឡងហួសហើយគ្រាន់តែទានឲ្យស្ដាប់បន្តិចមកប៉ុណ្ណេះទៅចុះ